有人。សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់អូនណូតគឺជាថ្ងៃទី2ដែលអូនបានភ្ញាក់ពីព្រលឹមមើលទៅដើមវីដេអូទៅគឺឃើញហើយថ្ងៃទី2មែនប៉ុន្តែមិនមែនជាថ្ងៃទី2ទេអាន័យថាចេះថ្ងៃទី1ហ្នឹងកាលពីថ្ងៃទី1គឺអូនបានភ្ញាក់ពីព្រលឹមមកលេងខាងក្រៅដើម្បីស្រូបយកពន្លឺព្រះអាទិត្យប៉ុន្តែថ្ងៃទី2មកដល់គឺអូនបានគេងរហូតដល់ម៉ោង9ដដែលថ្ងៃនេះគឺជាថ្ងៃទី3ប៉ុន្តែគឺជាថ្ងៃទី2ដែលបានចេញមកលេងខាងក្រៅអាម៉េចទេម៉ាក់នឹកឃើញអីចង់បដូរទម្លាប់ថ្មីដោយសារតែឃើញកូនហ្នឹងអាយុរៀងធំហើយអញ្ចឹងទម្លាប់ឲ្យភ្ញាក់ពីព្រលឹមដើម្បីទៅលេងនៅខាងក្រៅស្រូបយកខ្យល់អាកាសពេលព្រឹកព្រលឹមអីចឹងទៅតែការពិតមិនដូចការគិតទេគឺទៅលេងបានតែ2 3ថ្ងៃហ្នឹងមានការរោស្បែកជាខ្លាំងហើយឥឡូវហ្នឹងគឺនៅក្នុងការតាមដានជាមួយពេទ្យបន្ថែមអញ្ចឹងណាថាការលាក់ស៊ីហ្នឹងដោយសារពន្លឺថ្ងៃឬក៏កត្តាអីផ្សេងពួកអីនៅខាងមុខវេរ៉ង់ដាហ្នឹងគឺម៉ាក់តែងតែបោសសម្អាតជូតអីឲ្យលេងរហូតអត់ហ៊ានប្រហែសទេតែបើថាអាឡាស៊ីដោយសារកម្ដៅថ្ងៃវាក៏មិនមែនដែរដោយសារតែគាត់ក៏ចេញទៅលេងនៅត្រូវក្ដៅដែរប៉ុន្តែអត់សូវបានញឹកញាប់ទេភាគច្រើនទៅលេងនៅពេលល្ងាចម៉ោង4 កន្លះ 5ទៅតាមអាកាសធាតុចឹងណាថ្ងៃណាក្ដៅខ្លាំងចឹងទៅម៉ោង 5 កន្លះបានចេញទៅខាងក្រៅមានម៉ាក់ណាដូចខ្ញុំខ្លះឲ្យតែពេលកូនឈឺម្ដងគឺអង្គុយរកនឹកអស់ហើយត្រូវសម្រាលដោយការវះកាត់ទៀតគឺការចងចាំចុះខ្សោយអញ្ចឹងមានជាការរកនៅសកម្មភាពរបស់គាត់ចាស់ត្រឡប់មកវិញដើម្បីកំណត់ដឹងថាតើកត្តាដែលឈឺកត្តាដែលកទួលរមាស់ស្បែកបណ្ដាលមកពីអ្វីដើម្បីយកទៅប្រឹក្សាជាមួយនឹងមូលហេតុនេះហើយទៅបណ្ដាលឲ្យខ្ញុំមានការឈឺក្បាលជាខ្លាំងនិយាយរួមទៅគឺខ្ញុំបានព្យាយាមអស់លទ្ធភាពទាំងកាយទាំងចិត្តការគិតមុននឹងធ្វើអ្វីមួយចំពោះកូនខ្ញុំប៉ុន្តែជាលទ្ធផលគាត់ក៏នៅតែឈឺនេះឈឺនោះដោយតែក្មេងដតីទៀតដដែលហ្នឹងគ្រាន់ថាអាចក្មេងផ្សេងគាត់ឈឺច្រើនជាងគាត់ឬក៏តិចជាងគាត់ហើយកុំអាចឆ្ងល់ថាក្មេងកាន់ធំមិនកាន់តែឈឺមើលទង្វើគឺថាតែងតែយករបស់នេះរបស់នោះដាក់មាត់ហើយរបស់ទាំងអស់ហ្នឹងគឺតែងតែសម្អាតដូចគ្នាដែរអញ្ចឹងតែនិយាយដល់ចំណុចហ្នឹងក៏នឹកឃើញមកចំណុចទៀតថាមកពីយើងសម្អាតស្អាតពេកទៅដឹងបានជាកូនអត់សមជាមួយនឹងមេរោគខាងក្រៅតែបើសិនជាយើងគិតមកផ្នែកទៀតគឺមេរោគឥឡូវហ្នឹងគឺសាហាវខ្លាំងណាស់វារាតត្បាតនិយាយទៅវាលក្ខណៈថាវារីករូតលាស់វាលូតលាស់លឿនខ្លាំងអញ្ចឹងអត់អាចប្រហែសបានទេអត់ដូចក្មេងៗកាលពីមុនដូចខ្ញុំខ្ញុំធំធាត់លូតលាស់ឡើងនៅតាមស្រុកស្រែចម្ការអញ្ចឹងហើយគឺសមជាមួយនឹងបរិយាកាសហើយបើនៅទីនេះវិញគឺថាខ្ញុំមិនហ៊ានបណ្ដោយកូនឲ្យលេងទេដោយសារតែឆ្កែវិញគឺប្រឡែងឲ្យជុះពេញតំណឹងតែម្ដងហើយអ្នកទាំងអស់គ្នាគិតមើលភ្លៀងមកទឹកហូរឡើងពេញហ្នឹងអញ្ចឹងគឺថាវារីកស្គុះស្គាយដូចផ្ការីកអញ្ចឹងហើយបើយកទៅខាងក្រៅដែលមានសួនមានអីហ្នឹងក៏អត់សូវបានយកទៅដែរនិយាយទៅកម្រនឹងយកទៅដោយសារតែគាត់នៅតូចជាងពិបាកយកទៅអញ្ចឹងចង់ទៅណាឆ្ងាយតតែមានប៉ាហើយណាមួយខាងក្រៅក៏សបោជំងឺដែរនិយាយទៅគឺនៅផ្ទះជាជំរើសដ៏ល្អបំផុតចាំបើសិនជាអ្នកទាំងអស់គ្នាស្ដាប់មកដល់ចំណុចនេះខ្ញុំក៏សូមអរគុណផងដែរដោយសារតែក្នុង app ថ្មីដែលខ្ញុំប្រើមកធ្វើការកាត់តនេះគឺវាអត់មានកន្លែងបន្ថែមល្បឿនមួយបូករួមជាមួយនឹងទូរស័ព្ទខ្ញុំមានបញ្ហានៃការស្រូបសំឡេងអញ្ចឹងកន្លែងខ្លះឮកន្លែងខ្លះក៏អត់ចាជារួមបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តមើលវីដេអូរបស់អូនណូតសូមជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងហើយនិង comment ខាងក្រោមឲ្យអូនដឹងផងឥឡូវម្ចាស់គេភ្ញាក់ហើយខ្ញុំត្រូវតែបិទការបញ្ចូលសំឡេងនៅពេលនេះហើយទៅមើលគាត់ជាបន្តទៀតចាសូមអរគុណសូមជម្រាបលាបាយបាយ